បាទជំរាបសួរក៏ដូចជាសួស្តីទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីហើយថ្ងៃនេះផងដែរគឺខ្ញុំមានប្រធានបទថ្មីមួយចង់មកចែករំលែកជូនទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាហើយប្រធានបទរបស់យើងថ្ងៃនេះគឺយើងនិយាយអំពីការប្រើប្រាស់ថ្នាំនៅលើដំណាំស្រូវ OM51 54ដោយសារតែមានពុកម៉ែបងប្អូនមួយចំនួនគឺគាត់មានចម្ងល់ថាតើស្រូវ OM5154 នៅពេលដែលស្រូវចាប់ពីអាយុ40ទៅ45ថ្ងៃហ្នឹងគឺយើងគួរប្រើប្រាស់នៅពពួកថ្នាំឬក៏ប្រភេទថ្នាំអីគេខ្លះឲ្យបានត្រឹមត្រូវទៅតាមពេលវេលាហើយក៏ជួយកាត់បន្ថយការចំណាយរបស់ពួកគាត់ហើយជាទូទៅសម្រាប់ដំណាំស្រូវ OM5154 នៅចន្លោះអាយុពី40ទៅ50ថ្ងៃថ្នាំដែលពុកម៉ែបងប្អូនទាំងអស់គ្នាគួរតែប្រើប្រាស់ហ្នឹងវាមាន4ប្រភេទទី1ហ្នឹងគឺប្រភេទជីបំប៉នហើយទី2ហ្នឹងគឺប្រភេទថ្នាំជំនួយឫសដែលវាមានដូចជាពពួកអាតូនិកពពួកហុយមិចឬក៏ពពួកស៊ីវីតអីហ្នឹងជាដើមដើម្បីជួយទៅដល់ដំណាំស្រូវហ្នឹងឲ្យវាស្រូបនៅពពួកសារធាតុចិញ្ចឹមហ្នឹងគឺបានល្អហើយសម្រាប់ប្រភេទជីបំប៉ននៅដំណាក់កាលនេះគឺពុកម៉ែបងប្អូនទាំងគ្នាអាចប្រើប្រភេទជីបំប៉នវគ្គ2ក៏បានឬក៏អាចប្រើនៅពពួកជីបំប៉នម្សៅដែលមានលេខ05234ដើម្បីជួយពង្រឹងនៅប្រព័ន្ធស្លឹកដែលធ្វើឲ្យស្លឹកស្រូវរបស់យើងហ្នឹងគឺវាមានភាពក្រាស់ល្អហើយមានភាពឡើងពណ៌ខៀវល្អហើយនឹងជួយបង្កើនទៅដល់ការបែកគុម្ពបន្ថែមទៀតហើយប្រភេទថ្នាំទី3ហ្នឹងគឺប្រភេទថ្នាំតកៅជាទូទៅសម្រាប់ដំណាក់កាលនេះគឺសម្រាប់ដង្កូវវាតែងតែកើតមានហើយជាពិសេសហ្នឹងគឺពពួកតកៅមូលស្លឹកចឹងហើយសម្រាប់ថ្នាំតកៅគឺពុកម៉ែបងប្អូនទាំងអស់គ្នាដាច់ខាតគួរតែប្រើប្រាស់ហើយនឹងដាក់វានៅពេលដែលយើងបាញ់ថ្នាំហ្នឹងហើយសម្រាប់ប្រភេទថ្នាំដែលយើងអាចប្រើហ្នឹងវាមានពពួកសារធាតុដូចជាពពួក chlorphenophy ពពួក EMA ឬក៏ពពួក chlorphenophy បូកជាមួយ chloran នេះជាដើមដែលពុកម៉ែបងប្អូនទាំងគ្នាអាចប្រើហើយមួយវិញទៀតគឺខ្ញុំចង់ចែករំលែកជូនទៅដល់ពុកម៉ែបងប្អូនទាំងគ្នាបើសិនជាករណីថាស្រូវរបស់យើងហ្នឹងគឺវាកើតនៅមាននៅតកៅមូលស្លឹកហ្នឹងដើម្បីបាញ់ហើយការពារបានយូរគឺពុកម៉ែបងប្អូនទាំងគ្នាគួរតែប្រើប្រាស់នៅថ្នាំដង្កូវបូកជាមួយនឹងពពួកថ្នាំសត្វល្អិតដែលមាននៅពពួកសារធាតុacetamiprid បូកជាមួយនឹងbuiprofecin ពេលដែលពុកម៉ែបងប្អូនទាំងគ្នាប្រើទៅវាអាចជួយការពារកុំឲ្យតកៅហ្នឹងគឺវាមានការឡើងម្ដងទៀតឬក៏អាចការពារដំណាំស្រូវរបស់យើងឲ្យបានប្រសិទ្ធភាពយូរហើយថ្នាំចុងក្រោយនេះគឺប្រភេទថ្នាំការពារជំងឺជាទូទៅស្រូវរបស់យើងនៅដំណាក់កាលនេះវាតែងតែកើតមាននៅជំងឺប្រឡាស់ឬក៏ជំងឺអុចត្នោតរួមផ្សំជាមួយនឹងជំងឺបាក់តេរីហើយបាក់តេរីវាមានពពួកបាក់តេរីច្រូតស្លឹកបាក់តេរីរលាកគែមស្លឹកជាដើមហើយអាយុស្រូវនៅពេលអាយុប៉ុណ្ណេះជាពិសេសហ្នឹងជំងឺបាក់តេរីវានឹងចាប់ផ្ដើមមានការលេចរូបរាងជាដើមហើយពុកម៉ែបងប្អូនទាំងគ្នាគួរតែប្រើប្រាស់នៅប្រភេទថ្នាំការពារជំងឺប្រឡាស់ជំងឺអុចត្នោតបូកជាមួយនឹងជំងឺបាក់តេរីហើយសម្រាប់ថ្នាំជំងឺប្រឡាស់ជំងឺអុចត្នោតនៅដំណាក់កាលនេះពុកម៉ែបងប្អូនទាំងគ្នាគួរតែប្រើប្រាស់ថ្នាំដែលមានគុណភាពខ្ពស់ជាពិសេសហ្នឹងក៏ពពួក tricyclazole បូកជាមួយនឹង hexaconazole ក៏បានឬក៏ពពួក tricyclazole សុទ្ធក៏បានឬក៏មួយវិញទៀតពុកម៉ែបងប្អូនទាំងគ្នាអាចប្រើនៅពពួកសារធាតុpyraclostrobin ក៏បានដែរហើយសម្រាប់ពពួកថ្នាំបាក់តេរីគឺពុកម៉ែបងប្អូនទាំងគ្នាអាចប្រើនៅពពួកបាក់តេរីដូចជាពពួកសារធាតុ streptomycin oxytetracycline ឬក៏បន្ថែមលើនេះទៅទៀតដូចជាពពួក oxin copper បូកជាមួយនឹង casugamicin ហើយជាចុងក្រោយក៏សូមអរគុណទៅដល់ពុកម៉ែបងប្អូនទាំងគ្នាដែលបានតាមដានវីដេអូរបស់ខ្ញុំបាទតាំងពីដើមរហូតដល់ចប់ហើយនៅវីដេអូបន្តទៀតក៏ខ្ញុំនឹងធ្វើការចែករំលែកជូនទៅដល់ពុកម៉ែបងប្អូនទាំងគ្នាអំពីការប្រើប្រាស់ថ្នាំនេះទៅដែរនៅលើដំណាំស្រូវ OM5451 ក៏ប៉ុន្តែនៅចន្លោះអាយុពីខ្ទង់55ថ្ងៃទៅ65ថ្ងៃថាតើយើងគួរតែប្រើប្រាស់នៅប្រភេទថ្នាំអ្វីខ្លះក្នុងការដើម្បីធ្វើឲ្យស្រូវរបស់យើងនឹងទទួលបាននៅ
ទិន្នផលខ្ពស់ហើយស្រូវរបស់យើងនឹងគឺវាមានសុខភាពល្អរហូតហើយមិនមានការរីករាលដាលនៃជំងឺឬក៏ការបំផ្លាញពីពពួកសត្វល្អិតអីជាដើមបាទសូមអរគុណ